សម្ដេចតេជោហ៊ុនសែនបានអំពាវនាវទៅដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចតេជោហ៊ុនសែនបានអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនាពេលថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចតេជោបានសរសេរថាសូមបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកបោកប្រាស់សម្ដេចតទៅទៀតទៅសម្ដេចតេជោបានលើកឡើងថាក្រោយរំដោះចេញពីរបបប៉ុលពតឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគវិទាននិងភាពយន្តរឿងកូនប្រុសក្រំពលឺប្រច័ណ្ឌពេញបរមីមកមានមនុស្សមិនតិចជាង20នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសរបស់សម្ដេចដែលបានស្លាប់ទៅនោះមកចាប់ជាតិមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចតេជោបានបន្ថែមថាករណីចុងក្រោយហាក់ដូចជាធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ